បាទឥឡូវនេះគឺជារថយន្ត Mini Cooper ដែលក្រុមការងារយើងធ្វើការផ្លាស់ប្ដូរបូមនេះគឺជាបូម AGT ដែលក្រុមការងារយើងបានតម្លើងហើយឥឡូវយើងកំពុងតែ adjust ទៅលើរទីលឃ្លោង stabilizer link បាទវាស័ក្តិសមជាមួយនឹងបូម coilover បែបនេះហើយបូមនេះគឺមានងាយស្រួលមែនតើគឺយើងអាចសេរីខ្ពស់ទៀតបានដោយនៅត្រង់ចំណុចនេះនឹងអាចសេរីទុននឹងរឹងបានរហូតដល់24 stepហើយនេះគឺជាបូមខាងក្រោយដែលយើងធ្វើការរួចរាល់ក្នុងការដំឡើងបាទឥឡូវក្នុងការងារយើងកំពុងតែចាប់ហើយតិចទៀតយើងនឹងធ្វើការរត់សាក់បងប្អូនគ្នាបាទបងប្អូនអរគ្នាឥឡូវយើងមាន promotion ពិសេសដោយបងប្អូនធ្វើការដំឡើងជាមួយនឹងឈុតបូម AGT មួយឈុតពួកយើងនឹងមានការ free នៅរទីលឃ្លោងមួយគូផងដែរគឺ stabilizer link គឺយើងមាន promotion គឺយើងតម្លើងបូម AGT មួយឈុតនឹងធ្វើការ free stabilizer link ឬក៏គេហៅថារទីលឃ្លោងហ្នឹងចំនួនមួយគូផងដែរអញ្ចឹងបងចង់តម្លើងបូមអីកុំភ្លេចអញ្ជើញមក VKH យើងខ្ញុំបាទយើងតម្លើងរួចរាល់តិចទៀតយើងធ្វើការតេស្តមើលហើយបាទសួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំកំពុងតែ test drive ទៅលើរថយន្ត Mini Cooper ឆ្នាំ2025ដែលក្រុមការងារយើងទើបតែធ្វើការដំឡើងជាមួយនឹងឈុតបូម AGT ដែលជាប្រភេទបូម coilover ដែលយើងអាច adjustment hard to soft 24 step បានឥឡូវជាមួយខ្ញុំសាកនឹង test drive ទៅលើផ្លូវ corner និងផ្លូវកលុកតើថាក្រោយពេលដំឡើងបូមរួចរាល់តើ performance នៃការបើកបរបែបដូចម្តេចដែរតោះ let's goបងប្អូនអរគ្នានេះគឺជារថយន្ត Mini Cooper ឆ្នាំ2025យើងទើបតែធ្វើការដំឡើងជាមួយនឹងឈុតបូម AGT ដែលបូមរបស់យើងអាចសេរីខ្ពស់ទាបបាននិងអាច adjustment ទុននឹងរឹងរហូតដល់24កម្រិតហើយបូមនេះគឺយើងមានការធានាជូនអតិថិជនត្រឹមត្រូវគឺយើងធានាជូនរយៈពេល1ឆ្នាំបើស្នើជាបូមមានផ្នែកណាមួយបែកគឺយើងដូរថ្មីជូនអតិថិជនតែម្ដងអញ្ចឹងបងប្អូនអរគ្នាបើមានតម្រូវការចង់ធ្វើការផ្លាស់ប្ដូរបូមឬក៏រថយន្តរបស់លោកអ្នកមានបញ្ហាในការប្រើប្រាស់បើកផ្លូវរលាក់ឬក៏ផ្លូវ corner អីមានភាពឃ្លោងអីលោកអ្នកអាចចារណាក្នុងការប្រើប្រាស់ជាមួយនឹងបូម AGT យើងបានអរគុណជួបគ្នានៅវីដេអូក្រោយ Never gave up, motherfucker. I'ma drink it till I'm stuck.